ជំរាបសួរថ្ងៃនេះខ្ញុំសូមណែនាំអំពីរបៀបផ្លាស់ប្ដូរទិសដៅរបស់ motor blind ឬ Vernon Root របស់ក្រុមហ៊ុន MEC ជាទូទៅនៅពេលដែលលោកអ្នកចុចប៊ូតុងដែលមានសញ្ញាឡើងលើ Vernon Root ឬ blind របស់លោកអ្នកនឹងបើកចុចប៊ូតុងដែលមានសញ្ញាចុះក្រោម Vernon Root ឬ blind របស់លោកអ្នកនឹងបិទប៉ុន្តែមានករណីខ្លះ Vernon Root ឬ blind របស់លោកអ្នកវិលបញ្ច្រាស់អំពីទិសដៅអញ្ចឹងដើម្បីត្រឡប់មកដូចដើមវិញដំបូងយើងត្រូវជ្រើសរើសលេខប៉ុស្តិ៍សិនបន្ទាប់មកចុចប៊ូតុង P2 ដែលនៅខាងក្រោយ Tele ជាប់ប្រហែល10វិនាទី motor នឹងវិលឡើងចុះបន្ទាប់ពី motor វិលឡើងចុះរួចសូមចុចប៊ូតុងដែលមានសញ្ញាដកឲ្យជាប់ប្រហែល5វិនាទីនោះ motor នឹងវិលម្ដងទៀតនៅពេលដែល motor វិលរួចលោកអ្នកអាចបញ្ជាឲ្យ Vernon Root ឬ blind ត្រឡប់មកទិសដៅធម្មតាវិញ